អាគារជាច្រើននៅចិនបានដួលរលំស្រស់ៗព្រោះឥទ្ធិពលគ្រោះរន្ធជួយដីខ្លាំងក្លាមួយឯមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួនបន្ទាន់គ្រោះរំជួយដីកម្រិត 5.2 វិកទ័របានវាយប្រហារនៅតំបន់គងស៊ីភាគនិរតីប្រទេសចិននៅទៀបភ្លឺនាព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2026នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA តាមព័ត៌មានបានឲ្យដឹងថាការវាយប្រហារដោយគ្រោះធម្មជាតិនេះដែរបានបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតនិងអគារជាច្រើនដួលរលំខូចខាតខណៈពលរដ្ឋជាង 7,000 នាក់ផ្សេងទៀតនៅក្នុងទីក្រុងលៀវជូត្រូវបានធ្វើការជម្លៀសខ្លួនជាបន្ទាន់យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិរបស់ចិន CCTV និងភ្នាក់ងារព័ត៌មានស៊ីនហូបានឲ្យដឹងថាមានមនុស្ស2នាក់ត្រូវបានបាត់បង់ជីវិតនិងម្នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយជាមួយគ្នានោះមនុស្ស4នាក់ផ្សេងទៀតបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប៉ុន្តែរបួសមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយបន្ថែមពីនេះអគារចំនួន13ខ្នងបានដួលរលំខូចខាតដោយសារឥទ្ធិពលនៃគ្រោះរំជួយដីកាលពីព្រឹកមិញនេះយ៉ាងណាមិញខាងព័ត៌មានជាតិបានបញ្ជាក់ផងដែរថាចំពោះខាងទូរគមនាគមន៍និងបណ្ដាញអគ្គិសនីប្រព័ន្ធទឹកការផ្គត់ផ្គង់ហ្គាសនិងចរាចរណ៍នានានៅក្នុងតំបន់ដែលរងការប៉ះពាល់ដល់មនុស្សនិងអគារទៅលើគ្រោះរំជួយដីនោះគឺនៅតែដំណើរការជាធម្មតានៅឡើយទេសូមអរគុណ